ម៉ូតសក់សម្រាប់ចូលឆ្នាំខ្មែរ30ថ្ងៃរាប់ថយក្រោយថ្ងៃទី5ម៉ូតនេះមានឈ្មោះថាចងបោពាក់កណ្ដាលសងខាងអញ្ចឹងដំបូងយើងវេសក់យើងជាពីរចំណែកឆ្វេងស្ដាំបន្ទាប់មកយើងចាប់សក់របស់យើងផ្នែកខាងលើយើងចាប់វាចងឡើងយើងទុកសក់មុខផងហើយយើងចងផ្នែកម្ខាងទៀតអញ្ចឹងរបៀបដែលយើងចងផ្នែកខាងលើហ្នឹងគឺយើងវាស់បែបនេះអ្នកតែគ្នាខាងក្រោមយើងវាស់ឲ្យរៀងវែងមកហើយខាងលើយើងទុកតែបន្តិចបានហើយដើម្បីឲ្យសក់ហ្នឹងវាខិតមកលើស្រួលនៅពេលដែលយើងចងបោទៅវាអត់ធ្លាក់ហើយវាឃើញសក់របស់យើងខ្ពស់ស្អាតណាបន្ទាប់មកគឺយើងយកបោរបស់យើងមកចងពណ៌អីក៏បានដែរតែយើងស្រឡាញ់អញ្ចឹងខ្ញុំចងពណ៌កាឈូកហើយខ្ញុំឥឡូវប្លែកខ្លាំងទៅណាមកណាម្ដងបើអត់សក់រួញចុងហ្នឹងគឺអត់ចាញ់ហ្មងដល់ពេលមានសក់រួញហើយវាសាមញ្ញពេកពេលយើងតម្លាក់តយើងលើកចងឡើងហើយដាក់បោបែបនេះមកចាគឺនាងខ្ញុំចេញ princess មួយរំពេចហ្មងកុំភ្លេច share វីដេអូនេះទុកផងហើយកុំភ្លេច mention មិត្តភ័ក្តិអ្នកដែលជួយធ្វើម៉ូតសក់នេះឲ្យយើងផងហើយអ្នកទាំងគ្នាមើលវីដេអូនេះចប់កុំភ្លេចជួយ follow IG ខ្ញុំម្នាក់មួយផងជួបគ្នាវីដេអូក្រោយបាយ